ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅតាមបណ្ដោយព្រំដែនដែលយោធាថៃបានលួចទៅដោយខុសច្បាប់នោះពេលនេះរដ្ឋាភិបាលបានដាក់ពាក្យបណ្ដឹងទៅយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិហើយមកបើតែមកសូមមកស្អីដល់បើเสียดายต้องไม่เว้นเลยលោកពូលេងលោកពូបងប្អូនប្រហែលជាបានឃើញហើយនៅទង្វើរបស់យោធាថៃដែលបានលួចទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃមានទាំងលួចគោយន្តមានទាំងលួចម៉ូតូមានលួចទាំងសម្ភារៈប្រើប្រាស់តុទូឆ្នាំងចានអីផ្សេងជាច្រើនទៀតលួចគ្រប់សពតែម្ដងជុំវិញសកម្មភាពនៃការលួចដោយខុសច្បាប់នេះរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដាក់ពាក្យបណ្ដឹងទៅឧត្តមស្នងការនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនិងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យនៅទីក្រុងហ្សឺណែវប្រទេសស្វីសរួចហើយទុកកង្វល់របស់បងប្អូនប្រជាពលរដ្ឋគឺជាទុកកង្វល់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់សម្ដេចតេជោហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតលោកមានកង្វល់ខ្លាំងណាស់ហើយនៅក្នុងបញ្ហាព្រំដែនកម្ពុជាថៃនេះយើងបានសម្រេចចិត្តតាំងពីដើមហើយថាដោះស្រាយបញ្ហាដោយសន្តិវិធីមិនប្រើប្រាស់កម្លាំងនៅក្នុងការកំណត់ខ្សែព្រំដែននោះទេទង្វើឈ្លានពានរបស់យោធាថៃទាំងអស់នេះហើយបានបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារាប់រយពាន់គ្រួសារត្រូវបង្ខំចិត្តចាកចេញពីលំនៅឋានបាត់បង់ដីធ្លីនិងទ្រព្យសម្បត្តិដោយពួកគេរស់នៅក្នុងស្ថានភាពគ្មានផ្ទះសម្បែងនិងត្រូវរងនៅការបណ្តេញចេញពីលំនៅឋានដោយបង្ខំដែលផ្ទុយទាំងស្រុងនឹងសេចក្តីថ្លែងការណ៍កិច្ចព្រមព្រៀងនិងកាតព្វកិច្ចអន្តរជាតិនានារបស់រដ្ឋភាគីស្តីពីការការពារសិទ្ធិមានលំនៅឋានសមរម្យព្រមទាំងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជននៅក្នុងរឿងនេះខ្ញុំដឹងថាបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះជាម្ចាស់ទ្រព្យសម្បត្តិមានការឈឺចាប់ខ្លាំងណាស់ហើយនៅក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំបានយល់និងបានដឹងពីទំហំនៃការឈឺចាប់របស់បងប្អូនទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថារដ្ឋាភិបាលក៏ដូចជាអង្គការសហប្រជាជាតិនឹងស្វែងរកយុត្តិធម៌ជូនបងប្អូននិងទាមទារឲ្យថៃសងសំណងមកវិញជូនបងប្អូនប្រជាពលរដ្ឋខ្មែរយើង